ជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្រាយជាមួយនឹងខ្សែភាពយន្តថ្មីថ្ងៃនេះផងដែរខ្ញុំមានខ្សែភាពយន្តមួយដែលមានចំណងជើងថាសុធើដើម្បីមកធ្វើការសម្រាយចែកជូនទៅកាន់បងប្អូនទស្សនាដោយខ្សែភាពយន្តនេះគឺបាននិយាយអំពីបារម្ភអ្នកដែលមានឈ្មោះថា Bobby Swinger ដែលគាត់នឹងគឺជា sniper ដ៏មានស្នាដៃនិងសមត្ថភាពខ្លាំងពូកែម្នាក់ប៉ុន្តែថ្ងៃមួយគាត់នឹងក៏ត្រូវបានមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានរៀបល្បិចធ្វើការទម្លាក់កំហុសមកកាន់គាត់ថានៅពីខាងក្រោយនៃការលបធ្វើខេតទៅកាន់លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិកហើយដោយសារតែបែបនេះហើយក៏បានបណ្ដាល Bob នឹងក៏ត្រូវបង្ខំចិត្តធ្វើការសងសឹកទៅកាន់មន្ត្រីទាំងអស់នោះជាមួយនឹងទោសកំហុសដែលពួកគេបានចោទប្រកាន់ទាំងដែលគាត់នឹងគឺមិនបានធ្វើវានោះឡើយហើយដើម្បីឲ្យដឹងថាខ្សែភាពយន្តមួយនេះគឺនឹងមានដំណើរដើមតងទៅមុខទៀតយ៉ាងណានោះយើងមករីករាយតាមដានទស្សនាជាមួយនឹងការសម្រាយរបស់ខ្ញុំដូចតទៅខ្សែភាពយន្តមួយនេះគឺបានចាប់ផ្ដើមឡើងដោយបង្ហាញឃើញអំពីទស្សនវិជ្ជានៃទាហានចំនួន2នាក់ដែលម្នាក់គេនឹងគឺមានឈ្មោះថា Bob ហើយម្នាក់ទៀតគេនឹងគឺមានឈ្មោះថា Donnie តែក្នុងខណៈពេលនេះពួកគេទាំងពីរនាក់គឺបានទទួលនូវភារកិច្ចមួយដែលជាបេសកកម្មស្ថិតនៅលើទឹកដីនៃប្រទេសអាហ្វ្រិកដែលអ្នកទាំងពីរគឺមានតួនាទីក្នុងការបាញ់ការពារទៅកាន់ភ្នាក់ងារនៃកងកម្លាំងពិសេសរបស់ពួកគេបន្ទាប់ពីអ្នកទាំងអស់នោះក៏បានធ្វើដំណើរត្រឡប់មកពីបំពេញភារកិច្ចរបស់ពួកគេវិញនោះឯងហើយ Bob គេនឹងគឺមានតួនាទីគឺជាអ្នកបាញ់ស៊ីបខណៈពេលដែល Donnie គេនឹងគឺមានតួនាទីគឺជាអ្នកឆ្លោះមើលអំពីសកម្មភាពនិងទស្សនវិជ្ជាគ្រប់យ៉ាងដើម្បីបោះទៅឲ្យ Bob នោះឯងហើយក្នុងកំឡុងពេលនៃការរងចាំរបស់ពួកគេនោះ Donnie ក៏បានធ្វើការបង្ហាញជាមួយនឹងរូបថតនៃមិត្តស្រីរបស់គាត់ដើម្បីបង្ហាញឲ្យ Bob នឹងគឺបានឃើញដូចគ្នាតែបន្ទាប់ពីនោះមិនយូរប៉ុន្មានភ្នាក់ងារនៃកងកម្លាំងពិសេសរបស់ពួកគេទាំងអស់ក៏បានវិលត្រឡប់មកពីបំពេញភារកិច្ចរបស់ពួកគេដើម្បីវិលត្រឡប់មកកាន់ទីតាំងនៃមូលដ្ឋានរបស់ពួកគេវិញដូចគ្នាតែកំឡុងពេលជាមួយគ្នានោះផងដែរ Bob ជាមួយនឹង Donnie ពួកគេនឹងក៏បានឃើញអំពីឡានរបស់សត្រូវមួយដែលបានធ្វើដំណើរច្រាសផ្លូវគ្នាជាមួយនឹងឡានរបស់ភ្នាក់ងារកងកម្លាំងពិសេសរបស់ពួកគេហើយនៅពេលនោះផងដែរ Bob នឹងក៏បានស្នើសុំទៅកាន់មេបញ្ជាការរបស់ខ្លួនដើម្បីអនុញ្ញាតឲ្យគាត់ធ្វើការបាញ់ប្រហារកំទេចទៅកាន់សត្រូវទាំងអស់នោះហើយបន្ទាប់ពីបានកំណត់ដឹងអំពីគោលដៅរបស់គាត់ហើយនោះ Bob ក៏បានប្រើប្រាស់ជាមួយនឹងគ្រាប់ snap របស់គាត់ចំនួន2គ្រាប់ធ្វើការបាញ់កំទេចទៅកាន់សត្រូវមួយនោះផងដែរហើយក្រោយពីពួកគេនេះគឺបានកំទេចទៅកាន់សត្រូវហើយនោះ Bob ក៏បានប្រាប់ឲ្យ Donnie ធ្វើការតាក់ទងទៅកាន់មេបញ្ជាការដើម្បីអនុញ្ញាតឲ្យពួកគេនឹងគឺដកថយត្រឡប់ទៅកាន់ទីតាំងនៃមូលដ្ឋានរបស់ពួកគេវិញប៉ុន្តែនៅក្នុងកំឡុងពេលជាមួយគ្នានោះផងដែរ Bob នឹងក៏បានឃើញអំពីវត្តមាននៃឡានសត្រូវចំនួនប្រមាណគ្រឿងដែលបានបន្តដេញតាមពីខាងក្រោយទៅកាន់គ្រារបស់ពួកគេផងដែរហើយដោយសារតែបែបនេះហើយ Bob នឹងក៏បានធ្វើការបាញ់ប្រហារសម្រាប់ទៅកាន់ពួកគេម្នាក់ម្ដងដើម្បីអនុញ្ញាតឲ្យគ្រារបស់ខ្លួនធ្វើដំណើរកិច្ចចេញអំពីទីតាំងនោះប៉ុន្តែដោយសារតែពេលនោះវត្តមាននៃកងកម្លាំងសត្រូវនឹងគឺពិតជាមានចំនួនដ៏ច្រើនជាហេតុបណ្ដាល Bob គឺពិតជាពិបាកក្នុងការបាញ់ប្រហារទប់ទល់ជាមួយនឹងពួកគេជាខ្លាំងក្នុងកំឡុងពេលដែលកំពុងបាញ់ទប់ទល់ជាមួយនឹងក្រុមរបស់ Bob នោះបរិបម្នាក់ដែលជាមេបញ្ជាការរបស់កងកម្លាំងសត្រូវក៏បានព្យាយាមតាក់ទងស្នើសុំជំនួយពីសំណាក់គ្នារបស់ពួកគេប៉ុន្តែនៅពេលនោះគាត់នឹងក៏ត្រូវបាន Bob ធ្វើការ snap បាញ់បំបីលលាក្បាលរបស់គាត់ឲ្យស្លាប់បាត់បង់ជីវិតបាត់ទៅតែបន្ទាប់ពីនោះមិនយូរប៉ុន្មាន Bob នឹងក៏បានឃើញអំពីសភាពការដែលហាក់បីដូចជាមិនស្រួលដូច្នេះហើយគាត់នឹងក៏បានបញ្ញាឲ្យ Donnie ដែលជាមិត្តរបស់គាត់បញ្ញាធ្វើការតាក់ទងស្នើសុំជំនួយពីទីបញ្ជាការរបស់ពួកគេប៉ុន្តែបើទោះបីជាពួកគេនេះគឺបានព្យាយាមស្នើសុំជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយប៉ុន្តែមេបញ្ជាការរបស់ពួកគេហាក់បីដូចជាមិនបានអើពើជាមួយនឹងការស្នើសុំរបស់ពួកគេនោះឡើយតែហេតុផលដែលមេបញ្ជាការធ្វើបែបនេះក៏ព្រោះតែគាត់នឹងគឺជឿជាក់ថា Bob ជាមួយនឹង Donnie ដែលទាំងពីរនេះគឺមានសមត្ថភាពកែចេញអំពីទីតាំងមនុស្សបានតែខ្លួនឯងផងដែរក្លេបមើលការប្រយុទ្ធគ្នានៅវិញកងកម្លាំងចំនួនរបស់សត្រូវនឹងក៏បានធ្វើដំណើរមកដល់ជាមួយនឹងធំពេកញ្ចក់របស់ពួកគេដើម្បីធ្វើការបាញ់ប្រហារតទល់ជាមួយនឹងវត្តមានរបស់ Bob ក៏ដូចជា Donnie ផងដែរហើយនៅពេលនោះ Donnie ក៏បានព្យាយាមតាក់ទងសារជាថ្មីដើម្បីស្នើសុំជំនួយពីសំណាក់មេបញ្ជាការរបស់ខ្លួនដោយគាត់នឹងគឺមិនដឹងនោះឡើយថាមេបញ្ជាការនៅពេលនេះគឺបានបិទវិទ្យុតាក់ទងមិនធ្វើការភ្ជាប់ជាមួយនឹងពួកគេទេនោះឡើយតែចំណែក Bob វិញគាត់នឹងក៏បាននឹងដូចគ្នាថាតាមពិតទៅមេបញ្ជាការរបស់ពួកគេនេះគឺបានទុកពួកគេចោលនៅទីតាំងមួយនេះបាត់ទៅហើយដូចនេះជំរឿនរបស់ពួកគេគឺមានតែព្យាយាមបាញ់ប្រហារទប់ទល់ជាមួយនឹងកងកម្លាំងសត្រូវដើម្បីអាចជំនះខ្លួនរបស់ពួកគេចាក់ចេញអំពីទីតាំងមួយនេះប៉ុន្តែជាអកុសលនៅក្នុងកំឡុងពេលនោះវត្តមានរបស់ Donnie ក៏ត្រូវបានឧទ្ធម្ភាគចក្ររបស់កងកម្លាំងសត្រូវធ្វើការបាញ់ប្រហារទៅចំគាត់ដែលបានបណ្ដាលគាត់នឹងគឺស្លាប់បាត់បង់ជីវិតនៅទីតាំងនៃកន្លែងមនុស្សហើយបោតនៅពេលដែលបានឃើញមិត្តសម្លាញ់របស់ខ្លួននឹងគឺស្លាប់បាត់បង់ជីវិតនៅចំពោះមុខរបស់គាត់បែបនេះគាត់ក៏បានបង្ហាញជាមួយនឹងការឈឺចាប់ជាខ្លាំងនៅក្នុងកំឡុងពេលនោះផងដែរប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយនៅចុងក្រោយគាត់នឹងក៏បានប្រើប្រាស់ជាមួយនឹងជំនាញក៏ដូចជាសមត្ថភាពរបស់គាត់ដើម្បីធ្វើការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រមួយនោះបានសម្រេចដោយជោគជ័យដែលបន្ទាប់ពីនោះ Side នឹងក៏បានកាត់ឲ្យយើងទៅឃើញអំពីទស្សនវិជ្ជាដែលបានកើតឡើងរយៈពេល3ឆ្នាំក្រោយមកតែក្នុងកំឡុងពេលនេះ Bob នឹងក៏បានលាឈប់ពីភ្នាក់ងារនៃកងកម្លាំងពិសេសរបស់គាត់បាត់ទៅហើយគាត់ក៏បានប្រើប្រាស់ជាមួយនឹងជីវិតចុងក្រោយរបស់គាត់ដើម្បីរស់នៅដោយសាមញ្ញនៅកណ្ដាលព្រៃភ្នំជាមួយនឹងសត្វឆ្កែចិញ្ចឹមរបស់គាត់មួយក្បាលដែលមានឈ្មោះថា Sam កន្លងពីនោះមិនយូរប៉ុន្មានក៏ស្ដាប់ទៅលេចវត្តមានរបស់វរៈស្នេហ៍ឯកម្នាក់ដែលមានឈ្មោះថា Isaac ដែលគាត់ជាមួយនឹងកូនចៅរបស់គាត់2នាក់ទៀតដែលមានឈ្មោះថា Jake ជាមួយនឹង Louis ពួកគេទាំង3ក៏បានធ្វើដំណើរមកដល់ផ្ទះរបស់ Bob ផងដែរប៉ុន្តែនៅពេលនោះ Bob នឹងគឺបានបង្ហាញជាមួយនឹងការ
មិនស្វាគមន៍ចំពោះវត្តមានរបស់អ្នកទាំង3នោះឡើយនឹងថែមទាំងបានដេញឲ្យពួកគេទាំង3នាក់បញ្ញាចាកចេញអំពីផ្ទះរបស់គាត់ថែមទៀតផងហើយនៅពេលដែលបបអំរងនឹងធ្វើដំណើរចាកចេញអំពីទីនោះទៅហើយអ៊ីសាគេនឹងក៏បានបង្ហាញមេដាយកិត្តិយសមួយចំពោះមុខរបស់បបតែម្ដងហើយនៅពេលដែលបានឃើញមេដាយមនុស្សហើយបបនឹងក៏បានបង្ហាញជាមួយនឹងការព្យាបាលជាខ្លាំងក៏ព្រោះតែគាត់នឹងក៏បានដឹងថាអ៊ីសាម្នាក់នេះគេនឹងគឺមិនមែនជាមនុស្សធម្មតានោះឡើយដែលបកគលដែលនៅលើទឹកដីនៃសហរដ្ឋអាមេរិកនេះគឺមានមិនច្រើននោះទេដែលបានទទួលនៅមេដាយកិត្តិយសមួយនេះដែលមិនតែប៉ុណ្ណោះសូម្បីតែពុករបស់បបគាត់នឹងក៏បានទទួលនៅមេដាយកិត្តិយសមួយនេះផងដែរពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកហើយបន្ទាប់ពីនោះអ៊ីសានឹងក៏បានបង្ហាញអំពីគោលបំណងពិតរបស់គាត់ដែលគាត់នឹងគឺបានធ្វើដំណើរស្កាត់មកជួបវត្តមានរបស់បបតែតាមពិតទៅគាត់នឹងក៏ចង់ឲ្យបបជួយគាត់នៅក្នុងការលួចធ្វើឃាតកម្មប្រធានាធិបតីនៃសហរដ្ឋអាមេរិកដែលក្នុងកំឡុងពេលនេះពួកគេនឹងគឺបានស៊ើបដឹងអំពីទីតាំងជំនួប3កន្លែងដែលគាត់នឹងគឺបានធ្វើដំណើរដើម្បីថ្លែងសន្ទរកថាចំពោះមុខរបស់ប្រជាជនទូទៅដែលទីតាំងទី1គឺស្ថិតនៅក្នុងទីក្រុង Washington ទី2គឺ Baltimore និងទី3គឺជាទីក្រុង Philadelphiaហើយអ៊ីសានឹងក៏បានបញ្ជាក់ទៅកាន់បបផងដែរថាគោលបំណងរបស់គាត់គឺចង់ស្នើសុំទៅកាន់បបដើម្បីឲ្យជួយគាត់ក្នុងការរៀបចំផែនការធ្វើឃាតសម្រាប់ប្រធានាធិបតីតែប៉ុណ្ណោះដែលគាត់នឹងក៏បានបញ្ជាក់ប្រាប់ទៅកាន់បបផងដែរថាក្រុមកងអង្គរៈ Secret Service របស់ប្រធានាធិបតីពួកគេនឹងគឺមានសមត្ថភាពការពារសុវត្ថិភាពរបស់ប្រធានាធិបតីនៅក្នុងរង្វង់រយៈចម្ងាយប្រមាណតែជាង800ម៉ែត្រតែប៉ុណ្ណោះហើយបើសិនណាជាបបជួយពួកគេក្នុងការរៀបចំជាមួយនឹងកំភ្លើង Stepper ដែលមានសមត្ថភាពនៅក្នុងការបាញ់ចេញរយៈចម្ងាយ1ម៉ែត្រដែលស្មើជាមួយនឹង1600ម៉ែត្រនោះដូច្នេះពួកគេនឹងគឺអាចមានលទ្ធភាពក្នុងការបាញ់សម្លាប់ដើម្បីធ្វើឃាតទៅកាន់ប្រធានាធិបតីបានសម្រេចដោយជោគជ័យដូចគ្នាដែលបបក្រោយពីបានលើការបញ្ជាក់របស់អ៊ីសាក់ហើយនោះគាត់ក៏បាននិយាយប្រាប់ទៅកាន់អ៊ីសាក់ផងដែរថារយៈចម្ងាយដ៏ឆ្ងាយបែបនេះវាគឺមិនមែនជារឿងងាយស្រួលនោះឡើយសម្រាប់ពួកគេក្នុងការបាញ់ប្រហារទៅចំគោលដៅតែពួកគេគឺចាំបាច់ត្រូវធ្វើការកណនាអំពីរយៈចម្ងាយកម្ពស់បាញ់ល្បឿនដោយធៀបជាមួយនឹងសីតុណ្ហភាពជាក់ស្ដែងដែលនៅទីតាំងនៃកន្លែងវាប្រហារហើយជានេះទៅទៀតពួកគេនឹងគឺចាំបាច់ត្រូវតែឲ្យគោលដៅរបស់ពួកគេនឹងគឺនៅស្ងៀមចន្លោះពី6ទៅ10វិនាទីទើបពួកគេអាចមានលទ្ធភាពធ្វើការបាញ់ប្រហារទៅចំគោលដៅបានដោយជោគជ័យហើយមិនតែប៉ុណ្ណោះគាត់នឹងក៏បានដឹងផងដែរថាប្រធានាធិបតីគឺតែងតែធ្វើឲ្យការពារគ្រាប់ដើម្បីការពារសុវត្ថិភាពដូច្នេះហើយពួកគេនឹងគឺដាច់ខាតត្រូវតែមានសមត្ថភាពបាញ់ទៅចំក្បាលរបស់គាត់តែម្ដងហើយនៅពេលដែលបានបញ្ជាក់បែបនេះហើយបបនឹងក៏បានសួរទៅកាន់អ៊ីសាកថាគាត់នឹងគឺមានជំនឿជាក់នៅក្នុងការស្វែងរកអំពីមនុស្សដែលមានសមត្ថភាពក្នុងការបាញ់នៅរយៈចម្ងាយដ៏ឆ្ងាយបែបនេះបានឬអត់ចំណែកអ៊ីសាកវិញនៅពេលនោះគាត់នឹងក៏បានឆ្លើយដោយទំនុកចិត្តទៅកាន់បបវិញផងដែរថាពិតណាស់គាត់គឺប្រកាសជារកបានហើយម្នាក់ដែលគាត់ចង់សម្ដៅទៅនោះគឺជាវត្តមានរបស់បបនោះឯងហើយនៅពីដំបូងបបនឹងគឺបានបង្ហាញជាមួយនឹងចេតនាមិនចង់ចូលរួមអំពីបេសកកម្មរបស់ក្រុមអ៊ីសាកនេះនោះឡើយតែបន្ទាប់ពីត្រូវបានអ៊ីសានឹងធ្វើការនិយាយចាក់មនោគមទៅកាន់គាត់ចលងហើយនោះទៅទីបំផុតបបនឹងក៏បានយល់ព្រមជាមួយនឹងសម្ដៅដ៏គ្រោះថ្នាក់របស់អ៊ីសាមួយនេះហើយនៅមុនពេលដែលអ៊ីសាធ្វើដំណើរចាក់ចេញអំពីផ្ទះរបស់គាត់បបក៏បានស្នើសុំពួកគេដើម្បីថតម៉ាស៊ីនឡានរបស់ពួកគេទុកជាភស្តុតាងផងដែរហើយកាលមកដល់ថ្ងៃបន្ទាប់បបនឹងក៏បានធ្វើការរៀបចំជាមួយនឹងកំភ្លើង Sniper របស់គាត់ដើម្បីធ្វើការបាញ់សាកល្បងជាមួយនឹងរយៈចម្ងាយ1ម៉ែត្រដូចជាអ្វីដែលអ៊ីសានឹងគឺបានផ្ដល់មកឲ្យគាត់ហើយនៅពេលដែលបានរៀបចំអស់ហើយនោះបបនឹងគឺពិតជាបានបាញ់ប្រហារទៅចំគោលដៅដែលពួកគេបានកំណត់តែគាត់គឺបានប្រើប្រាស់គ្រាប់កំភ្លើងត្រឹមតែមួយគ្រាប់តែប៉ុណ្ណោះហើយបន្ទាប់ពីការសាកល្បងរបស់គាត់នឹងគឺបានសម្រេចដោយជោគជ័យហើយនោះបបក៏បានរៀបចំជាមួយនឹងកំភ្លើង Sniper របស់គាត់ក៏ដូចជាបានយកឆ្កែរបស់គាត់ទៅផ្ញើជាមួយនឹងកន្លែងសត្វចិញ្ចឹមរួចហើយក៏បានធ្វើដំណើរទៅកាន់ទីតាំងនៃកន្លែងរៀបចំការថ្លែងសន្ទរកថារបស់ប្រធានាធិបតីទាំង3កន្លែងផងដែរតែទីតាំងទី1ដែលបបបានធ្វើដំណើរទៅនោះគឺជាទីក្រុង Washington ដែលបន្ទាប់ពីគាត់នឹងគឺបានធ្វើការក្លំមើលក៏ដូចជាសង្កេតអស់រយៈពេលជាយូរហើយនោះគាត់ក៏បានធ្វើដំណើរចាកចេញអំពីទីតាំងនោះវិញក៏ព្រោះតែគាត់នឹងគឺបានសង្កេតឃើញថាទីតាំងនេះគឺពិតជាមានមនុស្សដ៏ច្រើននិងថែមទាំងមានកាមេរ៉ាសុវត្ថិភាពដ៏ច្រើននៅពេលពេញតែផ្លូវតែម្ដងហើយទីតាំងទី2ដែលបបបានធ្វើដំណើរទៅនោះគឺជាទីក្រុង Baltimore ដែលគាត់ក្រោយពីបានធ្វើដំណើរទៅដល់ទីនោះគាត់នឹងក៏បានឃើញថាទីតាំងនេះក៏មិនមានអំណោយផលសម្រាប់បេសកកម្មរបស់ពួកគេនោះដែរក៏ព្រោះតែទីតាំងនេះគឺមានអាកាសធាតុមិនល្អដែលមានទាំងខ្យល់និងភ្លៀងលាយឡំជាមួយនឹងគ្នាតែទៀតផងដែលច្បាស់ណាស់វានឹងក៏អាចបង្កជាឧបសគ្គសម្រាប់បេសកកម្មរបស់ពួកគេដូចគ្នាហើយទីតាំងទី3ដែលបបបានធ្វើដំណើរទៅនោះគឺជាទីក្រុង Philadelphia ដែលបន្ទាប់ពីគាត់នឹងក៏បានធ្វើដំណើរទៅដល់គាត់នឹងក៏បានសម្រេចចិត្តថាជ្រើសរើសទីតាំងទី3នេះគឺជាកន្លែងនៃបេសកកម្មរបស់ពួកគេហើយបន្ទាប់ពីបានធ្វើការពិនិត្យក៏ដូចជាដើរមើលអំពីទីតាំងនៃកន្លែងមនុស្សហើយបបក៏បានធ្វើដំណើរទៅជួបជាមួយនឹងអ៊ីសាក៏ដូចជាបានប្រាប់ទៅកាន់គេថាគាត់ជ្រើសរើសទីតាំងមួយនេះគឺជាកន្លែងនៃបេសកកម្មរបស់ពួកគេហើយបបនឹងក៏បានប្រាប់ទៅកាន់អ៊ីសាផងដែរថានៅរយៈចម្ងាយប្រមាណជា1800យ៉ែតដែលស្មើជាមួយនឹង1600ម៉ែត្រពីទីតាំងនៃវេទិការបស់ប្រធានាធិបតីគាត់ក៏បានសង្កេតឃើញថាមានទីតាំងចំនួន6កន្លែងដែលស័ក្តិសមសម្រាប់ពួកគេក្នុងការធ្វើបេសកកម្មប៉ុន្តែសម្រាប់គាត់គឺជ្រើសរើសទីតាំងមួយដែលស័ក្តិសមបំផុតសម្រាប់ពួកគេដែលទីតាំងមួយនោះគឺជាកន្លែងនៃអគារកម្ពស់5ជាន់ដែលអាចឲ្យពួកគេនេះគឺមើលឃើញអំពីទិដ្ឋភាពដែលនៅខាងក្រោមបានច្បាស់ប៉ុន្តែនៅពេលនោះបបនឹងក៏បាននិយាយប្រាប់ទៅកាន់អ៊ីសាផងដែរថានៅក្នុងបេសកកម្មនោះពួកគេនឹងគឺចាំបាច់ត្រូវចងចាំប្រធានាធិបតីធ្វើការឈរស្ងៀមរយៈពេលមួយសន្ទុះសិនក៏ព្រោះតែនៅរយៈចម្ងាយដ៏ឆ្ងាយបែបនេះគ្រាប់កំភ្លើងនឹងគឺត្រូវការពេលពី5ទៅ6វិនាទីទើបអាចធ្វើដំណើរទៅដល់គោលដៅហើយគ្រាប់កំភ្លើងទៀតសោតពួកគេនឹងគឺចាំបាច់ត្រូវតែធ្វើវាដោយដៃផ្ទាល់តែម្ដងដែលបន្ទាប់ពីនោះអ៊ីសានឹងក៏បានស្នើសុំនិយាយតែ2នាក់ជាមួយនឹងបបហើយគាត់ក៏បានបង្ហាញជាមួយនឹងការពេញចិត្តអំពីផែនការរបស់បបជាខ្លាំង
ហើយមិនតែប៉ុណ្ណោះទេគាត់នឹងក៏បានស្នើសុំទៅកាន់បបដើម្បីឲ្យជួយគាត់នៅក្នុងបេសកកម្មនេះដោយគេគឺជាអ្នកចូលរួមដោយផ្ទាល់ជាមួយនឹងបេសកកម្មនេះតែម្ដងហើយនៅពេលនោះបន្ទុកបញ្ជាបបនឹងគឺមិនបានឆ្លើយយល់ព្រមជាមួយនឹងអ៊ីសាក់យ៉ាងណាក៏ដោយប៉ុន្តែនេះក៏មានន័យថាគេនឹងគឺបានទទួលយកសំណើរបស់អ៊ីសាក់បាត់ទៅហើយបណ្ដោះពេលវេលាថ្ងៃកំណត់នៃការថ្លែងសន្ទរកថារបស់ប្រធានាធិបតីក៏បានឈានចូលមកដល់ដែលនៅក្នុងកំឡុងពេលនេះស្ថិតនៅក្នុងទីក្រុង Philadelphia វត្តមាននៃកងអង្គការ Secret Service ជាច្រើនក៏ត្រូវបានដាក់ពង្រាយដើម្បីការពារសុវត្ថិភាពសម្រាប់ប្រធានាធិបតីដូចគ្នាតែបើមើលទៅលើក្រុមរបស់បបជាមួយនឹងអ៊ីសាក់នេះវិញពួកគេក៏បានរួចរាល់ជាមួយនឹងផែនការនៃការធ្វើឃាតរបស់ពួកគេនេះដូចគ្នាហើយកំឡុងពេលដែលបបនឹងកំពុងតែធ្វើការឃ្លាំមើលអំពីសកម្មភាពរបស់លោកប្រធានាធិបតីក៏ស្រាប់តែលេចមុខប៉ូលីសម្នាក់ដែលមានឈ្មោះថា Timon ក៏បានធ្វើដំណើរចូលមកក្នុងទីតាំងនៃកន្លែងរបស់ពួកគេផងដែរដែលអ៊ីសាក់គេនឹងក៏បានណែនាំទៅកាន់បបបានស្គាល់ថា Timon ម្នាក់នេះគេនឹងក៏ជារនុកក្នុងនិងជាដៃជើងរបស់ពួកគេដូចគ្នាហើយបើទោះបីជា Timon គឺបានបង្ហាញជាមួយនឹងការរាក់ទាក់ចំពោះគាត់យ៉ាងណាក៏ដោយប៉ុន្តែបបវិញគេហាក់បីដូចជាមិនបានចាប់អារម្មណ៍ជាមួយប៉ូលីម្នាក់នេះនោះទេដោយគាត់នឹងគឺគ្រាន់តែប្រាប់ Timon ដើម្បីឲ្យគេនេះគឺបិទគន្លឹះនៃស្រោមកំភ្លើងរបស់គេមនុស្សផងហើយបបគេនឹងក៏បានធ្វើការសង្កេតជាបន្តនៅម៉ាត់សេរីជាមួយនឹងកណ្ដុងកំភ្លើងរបស់ពួកគេដើម្បីកំណត់ដឹងអំពីគោលដៅរបស់លោកប្រធានាធិបតីហើយនៅពេលដែលគាត់នេះគឺបានឃើញអំពីលក្ខណៈអំណោយផលបន្ទាប់ពីប្រធានាធិបតីគឺបាននៅស្ងៀមហើយនោះគាត់ក៏បានប្រាប់ទៅកាន់គ្នារបស់គាត់ដើម្បីបញ្ញាប់បាញ់ទៅកាន់ប្រធានាធិបតីភ្លាមទៅប៉ុន្តែបន្ទាប់ពីគាត់នេះគឺបានរងចាំរយៈពេលមួយសន្ទុះនៅតែមិនបានឃើញពួកគេធ្វើសកម្មភាពអ្វីនោះគាត់ក៏បានកលេចមកខាងក្រោយនិងឃើញលោកប៉ូលីស Timon គឺបានដកកំភ្លើងបាញ់ប្រហារទៅកាន់គាត់ទៅហើយប៉ុន្តែនៅពេលនោះជាសំណាងល្អបបនឹងក៏បានធ្វើការកិច្ចចេញអំពីគ្រាប់កំភ្លើងរបស់ប៉ូលីស Timon ប៉ុន្តែវានឹងក៏បានបាញ់ទៅចំស្មារបស់គាត់ផងដែរហើយចំណែកគ្រាប់កំភ្លើងដែលបានរៀបចំនោះវានឹងគឺបែរជាបាញ់ទៅខុសគោលដៅរបស់លោកប្រធានាធិបតីនិងបានទៅត្រូវអង្គរៈម្នាក់ដែលនៅគៀកជាមួយនឹងទីតាំងមនុស្សទៅវិញហើយស្របពេលជាមួយគ្នានោះមនុស្សម្នាក់ទាំងអស់ដែលនៅក្នុងវេទិកាមនុស្សពួកគេនឹងក៏ចាប់ផ្ដើមមានការចលាចលផងដែរហើយលោកប៉ូលីស Timon នៅពេលដែលគេបានបាញ់ទៅចំបបមួយគ្រាប់ហើយនោះគេនឹងក៏បានព្យាយាមដេញតាមបាញ់ប្រហារដើម្បីសម្លាប់ទៅកាន់បបថែមទៀតតែនៅពេលនោះបបនឹងក៏បានសម្រេចចិត្តលោតទៅតាមបង្អួចដើម្បីគេចចេញអំពីការបាញ់ប្រហារប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយគាត់នឹងគឺនៅតែត្រូវប៉ូលីស Timon ធ្វើការបាញ់ប្រហារទៅចំគាត់មួយគ្រាប់ថែមទៀតហើយគ្នារបស់អ៊ីសាគេនឹងក៏បានបង្ហាញជាមួយនឹងការខឹងសម្បាច់ជាខ្លាំងទៅកាន់ប៉ូលីស Timon បន្ទាប់ពីគាត់នឹងគឺបែរជាបានថតធ្លុយឱកាសមិនអាចធ្វើការបាញ់សម្លាប់ទៅកាន់បបបាននោះឯងហើយចំណែកអ៊ីសាវិញគេនឹងក៏បានប្រាប់ទៅកាន់គ្នារបស់គេដើម្បីបញ្ញាដេញតាមស្វែងរកអំពីវត្តមានរបស់បបក៏ព្រោះតែគេនឹងគឺយល់ថាបបគឺមិនអាចគេចខ្លួនចាក់ចេញអំពីទីតាំងនេះនោះឡើយដោយហេតុថាបបនៅក្នុងកំឡុងពេលនេះគឺបានរងរបួសយ៉ាងធ្ងន់ធ្ងរពីការបាញ់ប្រហារដោយសារតែប៉ូលីស Timon ដូចគ្នាហើយអ៊ីសាគេនឹងក៏ថែមទាំងបានបញ្ជាទៅកាន់កូនចៅរបស់គេដើម្បីរៀបចំទីតាំងនៅកន្លែងកើតហេតុមនុស្សដើម្បីមើលទៅដូចជាការរៀបចំចង់ធ្វើអត្តឃាតដើម្បីសម្លាប់ទៅកាន់ប្រធានាធិបតីនោះឯងហើយមិនតែប៉ុណ្ណោះគេនឹងគឺថែមទាំងបានយកកំភ្លើង sniper របស់បបមកដាក់តែនេះក៏មានន័យថាគេប្រហែលជាមានបំណងចង់ធ្វើការទម្លាក់កំហុសគ្រប់យ៉ាងទៅកាន់បបនោះឯងហើយបបឯនេះវិញនៅពេលដែលគេនឹងកំពុងតែរត់គេចេញអំពីការតាមប្រមាញ់ពីសំណាក់ក្រុមរបស់អ៊ីសានោះគេក៏បានធ្វើដំណើរទៅប្រទេសគ្នាជាមួយនឹងវត្តមាននៃបរិបទម្នាក់ដែលមានឈ្មោះថា Nick ដែលគេគឺជាភ្នាក់ងារ FBI របស់សហរដ្ឋអាមេរិកផងដែរហើយនៅពេលនោះជាមួយនឹងអាការៈរបួសយ៉ាងធ្ងន់ធ្ងររបស់គាត់នោះបបក៏បានធ្វើជាបន្លំនិយាយស្នើសុំជំនួយពីសំណាក់ Nick រួចហើយគេនឹងក៏បានឆ្លៀតឱកាសដើម្បីវាយប្រហារទៅកាន់ Nick និងបានចាប់គាត់ធ្វើការដាក់ក្នុងនៅគៀកជាមួយនឹងទីតាំងមនុស្សថែមទៀតផងហើយនៅមុនពេលដែលចាក់ចេញបបនឹងក៏បានឆ្លៀតនិយាយបញ្ជាក់ប្រាប់ទៅកាន់ Nick ផងដែរថារឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងនេះគាត់នឹងគឺមិនមែនជាឃាតករដែលបានប្រព្រឹត្តនោះឡើយដែលរឿងរ៉ាវដែលបានកើតឡើងទាំងអស់នេះគឺសុទ្ធសឹងតែជាស្នាដៃរបស់ប៉ូលីសម្នាក់ដែលមានឈ្មោះថា Timon តែប៉ុណ្ណោះហើយបន្ទាប់ពីនោះបបក៏បានលួចយកឡានរបស់ Nick ធ្វើដំណើរគេចចេញអំពីទីតាំងមនុស្សខណៈពេលដែលប៉ូលីស Timon ក៏បានធ្វើដំណើរមកជួបជាមួយនឹងវត្តមានរបស់ Nick ផងដែរហើយគេក៏បានបញ្ញាបោះដៃទៅកាន់គ្នារបស់គេផ្សេងទៀតអំពីភិនភាននៃឡានរបស់បបក៏ដូចជាទិសដៅដែលបបនឹងកំពុងគេចចេញពីការតាមប្រមាញ់របស់ក្រុមប៉ូលីសនោះឯងចំណែកភ្នាក់ងារ FBI នៅវិញក្រោយពីបានទទួលនៅការផ្ដល់ដំណឹងពីសំណាក់ភ្នាក់ងារប៉ូលីសដែលមានឈ្មោះថា Timon ហើយនោះពួកគេក៏បានបញ្ញាផ្លាស់ប្ដូរគោលដៅដើម្បីដេញតាមប្រមាញ់ចាប់ខ្លួនទៅកាន់បបជាបន្តហើយបបដែលកំពុងតែរត់គេចចេញនៅវិញជាមួយនឹងអាការៈរបួសយ៉ាងធ្ងន់ធ្ងររបស់គាត់នោះគាត់ក៏បានកលេចទៅឃើញអំពីកន្លែងលាងឡានមួយនិងបានបើកឡានរបស់គាត់ដើម្បីចូលទៅកាន់ទីតាំងមនុស្សក្នុងគោលបំណងគេចចេញពីការតាមប្រមាញ់របស់ក្រុមប៉ូលីសនោះឯងហើយនៅក្នុងកំឡុងពេលនៃការរងចាំម៉ាស៊ីនដែលកំពុងតែលាងឡានរបស់គាត់នោះបបគេនឹងក៏បានទៅឆែកឆេរនៅក្នុងឡានរបស់ Nick និងបានរកឃើញឧបករណ៍វិទ្យាសាស្ត្រមួយចំនួនដើម្បីទប់ស្កាត់ជាមួយនឹងរបួសរបស់គេជាបឋមហើយបបគាត់នឹងក៏បានយកម្សៅម្យ៉ាងដើម្បីចាក់ទប់ឈាមរបស់គាត់និងបានយកបាំងមករំបិទពីខាងលើដើម្បីទប់គាត់ឈាមរបស់គាត់ជាបណ្ដោះអាសន្នហើយក៏លេចមកមើលវត្តមាននៃក្រុមរបស់អ៊ីសានេះវិញកូនចៅរបស់គាត់ម្នាក់ដែលមានឈ្មោះថា Jake ក៏បានយល់ឃើញថាបបនឹងគឺច្បាស់ជាធ្វើដំណើរទៅកាន់មន្ទីរពេទ្យមិនខាននោះឡើយប៉ុន្តែនៅពេលនោះអ៊ីសាវិញគេនឹងក៏បានបង្ហាញជាមួយនឹងការយល់ឃើញរបស់ខ្លួនតែថាគាត់ជឿជាក់ថាបបគឺមិនធ្វើដំណើរទៅកាន់មន្ទីរពេទ្យនោះទេ
ហើយគាត់ក៏បន្ថែមផងដែរថាมันយូរនោះទេក្រុម FBI គឺច្បាស់ជារកឃើញសាកសពរបស់ Bob ជាមិនខានហើយ Bob ក្រោយពីបានធ្វើការព្យាបាលរបួសបណ្ដោះអាសន្នរបស់គាត់ដើម្បីខាត់ឈាមហើយនោះគាត់ក៏បានបញ្ញាបើកឡានរបស់គាត់ជាបន្តដើម្បីកិច្ចចេញពីការតាមប្រម៉ាញ់របស់ក្រុមប៉ូលីសតែបន្ទាប់ពីគាត់នេះគឺបានបើកកិច្ចចេញអំពីទីតាំងមនុស្សបានតែបន្តិចក៏ស្រាប់តែលេចចេញជាមួយនឹងវត្តមានប៉ូលីសជាច្រើនគឺបានបន្តដេញតាមប្រម៉ាញ់ចាប់ខ្លួនទៅកាន់គាត់ជាបន្តហើយនៅពេលនោះបន្ទាប់ពីជា Bob នេះគឺព្យាយាមបើកឡានរបស់គាត់ដើម្បីកិច្ចចេញទៅកាន់ទីតាំងនៅតំបន់ស្ពានអាកាសមួយក៏ដោយប៉ុន្តែនៅទីតាំងមនុស្សគាត់នេះក៏បានទៅប្រទះគ្នាជាមួយនឹងវត្តមាននៃឡានប៉ូលីសជាច្រើនដែលកំពុងតែស្ទាក់រង់ចាំវត្តមានរបស់គាត់ដូចគ្នាហើយដោយសារតែគ្មានជំរឿ Bob នេះក៏បានសម្រេចចិត្តថយឡានរបស់គាត់ដើម្បីទម្លាក់ចូលទៅក្នុងទឹកទន្លេដែលនៅគៀកជាមួយនឹងទីតាំងមនុស្សតែម្ដងមេភ្នាក់ងារ FBI ម្នាក់ដែលមានឈ្មោះថា Howard គេនឹងក៏បានបញ្ជាទៅកាន់កូនចៅរបស់គាត់ទាំងអស់ដើម្បីបញ្ញាធ្វើការបញ្ជូននៅកងកម្លាំងមុជទឹកជាច្រើនដើម្បីស្វែងរកវត្តមានរបស់ Bob ប៉ុន្តែគេនឹងគឺមិនដឹងនោះឡើយថា Bob នៅក្នុងកំឡុងពេលនេះគេនឹងគឺបានតោងជាមួយនឹងទូកមួយដើម្បីធ្វើដំណើរកិច្ចចេញអំពីទីតាំងមនុស្សបាត់ទៅហើយ Bob គេនឹងក៏បានធ្វើការលួចយកឡានមួយគ្រឿងដើម្បីបន្តដំណើរកិច្ចចេញអំពីទីតាំងមនុស្សជាបន្តក្លែងមកក្នុងការិយាល័យនៃភ្នាក់ងារ FBI របស់សហរដ្ឋអាមេរិកនេះវិញវត្តមានរបស់ Nick ក៏ត្រូវបានមេរបស់គេនឹងគឺបានស្ដីបន្ទោសទៅកាន់គេជាខ្លាំងផងដែរគឺបន្ទាប់ពីគេនឹងគឺបានឆ្លោះឆ្លោយឲ្យវត្តមានរបស់ Bob ធ្វើដំណើរកិច្ចចេញអំពីទីតាំងមនុស្សទាំងដែល Bob នៅពេលនោះគេនឹងគឺមានរបួសយ៉ាងធ្ងន់ធ្ងរផងដែរហើយជាមួយនឹងទង្វើនៃការធ្វើប្រហែសរបស់ Nick នេះវាក៏បានបណ្ដាលស្ថាប័ន FBI របស់ពួកគេទាំងមូលគឺបានរងជាមួយនឹងភាពអាម៉ាស់ជាខ្លាំង Nick វត្តវិជ្ជាបែបនេះក៏ដោយគេនឹងក៏បានបង្ហាញជាមួយនឹងការសោកស្ដាយដែលបានបណ្ដាលឲ្យ Bob នេះគឺអាចរត់រួចនោះទេប៉ុន្តែគេគឺបែរជាបាននិយាយថាវាគឺជាសំណាងល្អមួយរបស់គេដែល Bob នៅពេលនោះគឺមិនបានធ្វើការបាញ់សម្លាប់ទៅកាន់គេនោះឯងហើយជានេះទៅទៀត Nick ក៏បានបង្ហាញជាមួយនឹងការងឿងឆ្ងល់ជាមួយនឹងរឿងចំនួន2ដែលថាទី1 Bob នេះគឺបានប្រាប់គេតែខ្លួននេះគឺមិនបានធ្វើការលួចធ្វើឃាតទៅកាន់ប្រធានាធិបតីនោះឡើយហើយរឿងទី2 Bob នេះគឺបានប្រាប់ទៅកាន់ Nick ថាអ្នកដែលបានធ្វើឃាតទៅកាន់ប្រធានាធិបតីនោះគឺជាវត្តមាននៃប៉ូលីសម្នាក់ដែលមានឈ្មោះថា Timon ប៉ុន្តែបើទោះបីជាមានការលើកឡើងពីសំណាក់ Nick យ៉ាងណាក៏ដោយថ្នាក់លើរបស់ពួកគេថានៅទីតាំងមនុស្សគឺមិនបានជឿសម្ដីរបស់ Nick នោះឡើយតែពួកគេនឹងគឺបានបញ្ជាក់ថាប៉ូលីស Timon ម្នាក់នេះគឺជាអ្នកបាញ់ប្រហារទៅកាន់ Bob នោះឯងចំណែក Bob ឯវិញគេនឹងក៏បានធ្វើដំណើរទៅដល់ទីតាំងនៃម៉ាតមួយកន្លែងនិងមានបំណងចង់ទិញថ្នាំមួយចំនួនដើម្បីព្យាបាលរបួសរបស់គេប៉ុន្តែបន្ទាប់ពីគេនេះគឺបានឃើញអំពីព័ត៌មានដែលបានប្រកាសតាមចាប់ខ្លួនទៅកាន់គេហើយនោះគេក៏បានធ្វើការទៅផ្ដាច់ចរន្តអគ្គិសនីនៅក្នុងទីតាំងម៉ាតមនុស្សដើម្បីកុំឲ្យអ្នកលក់នឹងគឺបានចាប់អារម្មណ៍អំពីផិនភេទរបស់គេនោះឯងហើយបន្ទាប់ពីបានធ្វើបែបនោះហើយ Bob នឹងគឺពិតជាអាចទិញរបស់មួយចំនួនដែលគេត្រូវការបានពិតមែនហើយ Bob គេនឹងក៏បានបើកឡានទៅកាន់កន្លែងស្ងាត់និងបានប្រើប្រាស់ជាមួយនឹងថ្នាំមួយចំនួនដែលគេបានទិញមកមុននេះដើម្បីធ្វើការកែច្នៃបង្កត់ជាសេរ៉ូមដើម្បីចាក់បញ្ចូលទៅកាន់ខ្លួនរបស់គេហើយនៅពេលដែលខ្លួនមានកម្លាំងបានតែបន្តិច Bob នឹងក៏បានបញ្ញារៀបចំខ្លួនដើម្បីចាក់ចេញអំពីទីតាំងមនុស្សនិងឈ្មោះដំណើរទៅកាន់ទីតាំងនៃគោលដៅរបស់គេជាបន្តចំណែកភ្នាក់ងារ Nick ឯវិញគេនឹងក៏នៅតែបង្ហាញជាមួយនឹងការមិនអស់ចិត្តនោះឡើយរួចហើយក៏បានយកវីដេអូនៃការធ្វើឃាតរបស់ Bob មកចាក់មើលម្ដងហើយម្ដងទៀតតែស្របពេលជាមួយគ្នានេះផងដែរ Bob នឹងក៏បានធ្វើដំណើរទៅដល់ទីតាំងនៃផ្ទះមួយកន្លែងដែលជារបស់នារីម្នាក់ដែលមានឈ្មោះថា Sarah ត្រូវជាមិត្តស្រីរបស់ Donny ដៃគូរបស់គេនោះឯងហើយ Sarah គ្រាន់តែពីបានឃើញអំពីវត្តមានរបស់ Bob ហើយនោះគេក៏បានបង្ហាញជាមួយនឹងការស្ទាក់ស្ទើរមិនចង់ហ៊ានជួយទៅកាន់ Bob នោះទេប៉ុន្តែបន្ទាប់ពីបានគិតអមមួយសន្ទុះនៅចុងក្រោយគេនឹងក៏បានយល់ព្រមដើម្បីបើកទ្វារចរចាជាមួយនឹង Bob តែម្ដងហើយ Bob នៅពេលនោះគេនឹងក៏បាននិយាយសុំទោសទៅកាន់ Sarah ដែលគេនឹងគឺបានធ្វើដំណើរមកកាន់ទីតាំងមួយនេះនឹងផ្ដល់ការរំខានទៅកាន់នាងដូច្នេះប៉ុន្តែគេគឺពិតជាគ្មានជំរឿននឹងគោលដៅសម្រាប់ធ្វើដំណើរកិច្ចចេញជាបន្តនោះឡើយនឹងបានស្នើសុំទៅកាន់នាងដើម្បីផ្ដល់ជាជំនួយទៅកាន់លោកគេផងហើយគេនឹងក៏ថែមទាំងបានបញ្ជាក់ប្រាប់ទៅកាន់ Sarah ថាគេនឹងគឺមិនបានលួចធ្វើឃាតទៅកាន់លោកប្រធានាធិបតីនោះទេហើយ Sarah នៅពេលនោះនាងក៏បានបង្ហាញជាមួយនឹងការបដិសេធសាជាថ្មីនិងមិនចង់ជួយសង្គ្រោះទៅកាន់ Bob នោះទេប៉ុន្តែបន្ទាប់ពីមានការនិយាយអង្វរករពីសំណាក់ Bob ម្ដងហើយម្ដងទៀតនៅទីបំផុត Sarah ក៏បានយល់ព្រមដើម្បីជួយទៅកាន់ Bob ហើយ Bob ក៏នឹងក៏បានហុចកដាមួយទៅឲ្យ Sarah និងបានពឹងពាក់ឲ្យនាងជួយទិញឧបករណ៍មួយចំនួនទុកមកឲ្យរូបគេផងហើយបន្ទាប់ពីនោះក៏លេបមើលវត្តមានរបស់ Nick ឯវិញគាត់ក៏បានមកពិភាក្សាគ្នាជាមួយនឹងមិត្តរួមការងាររបស់គាត់ម្នាក់ដែលមានឈ្មោះថា Alade និងបានបង្ហាញជាមួយនឹងការងឿងឆ្ងល់របស់គាត់ជាខ្លាំងដែលបន្ទាប់ពីគាត់នឹងក៏បានឃើញអំពីទិន្នន័យនៃការងារមួយចំនួនរបស់ Bob ហើយនោះគាត់គឺពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះនៅក្នុងប្រវត្តិនៃទិន្នន័យរបស់ Bob កន្លងមកគេគឺអាចមានសមត្ថភាពក្នុងការបាញ់កាំភ្លើងរយៈចម្ងាយជាង 1000 យ៉ាតដែលស្មើជាមួយនឹង600ម៉ែត្រទៅចំគោលដៅស្ទើរតែគ្មានចំណុចណាមួយដែលរអ៊ីជាមួយនឹងគ្នានោះឡើយហើយមិនតែប៉ុណ្ណោះគ្រាប់នីមួយៗនឹងគឺទៅចំគោលដៅតែមួយដែលវាគឺពិតជារឿងដ៏អស្ចារ្យជាខ្លាំងហើយជាមួយនឹងទឹកដៃនៃការបាញ់កាំភ្លើងដ៏ខ្លាំងពូកែរបស់ Bob បែបនេះគេនឹងក៏បានលើកឡើងថាវាមិនអាចទៅរួចនោះឡើយដែល Bob នេះគឺបានបាញ់ទៅខុសគោលដៅដ៏ឆ្ងាយបែបនេះតែនៅរយៈចម្ងាយគឺមិនដល់ 2000 យ៉ាតនោះឡើយហើយបើទោះបីជានេះគឺបានលើកឡើងជាមួយនឹងតលហេកដែលល្អឥតខ្ចោះបែបនេះក៏ដោយប៉ុន្តែនារីម្នាក់ដែលមានឈ្មោះថាឡាដែរគេនឹងគិតតែបញ្ជឿសម្ដីរបស់ Nick ដដែលហើយគេនឹងគិតថែមទាំងបានប្រាប់ទៅកាន់ Nick ថាគេនឹងគឺគួរតែសម្រាប់ឲ្យបានគ្រប់គ្រាន់ច្រើនជាងនេះបន្ថែមទៀតហើយ Nick នៅពេលនោះគាត់នឹងក៏បានបង្ហាញជាមួយនឹងគំនិតចង់ធ្វើដំណើរទៅជួបលោកប៉ូលីស Timon ដើម្បីធ្វើការសួរនាំទៅកាន់គាត់ផ្ទាល់អំពីពាក្យសម្
សម្ដីដែលបបនឹងគឺបានឆ្លើយសារភាពមកការខ្លួនប៉ុន្តែនៅពេលនោះអាឡុតដេសនឹងក៏បានប្រាប់ទៅកាន់និកថាក្នុងខណៈពេលនេះធីម៉ុនគឺត្រូវបានឃាតករធ្វើការបាញ់សម្លាប់ទៅកាន់គាត់បាត់ទៅហើយនាងក៏ចូលរួមសោកស្ដាយជាមួយនឹងនិកផងដែរហើយនិកគ្រាន់តែពីបានលើបែបនេះគាត់នឹងគឺបានបង្ហាញជាមួយនឹងការសង្ស័យថែមមួយកម្រិតទៀតដោយគាត់នឹងគឺជឿថាច្បាស់ជាមាននរណាម្នាក់ព្យាយាមលាក់បាំងអំពីការពិតមិនខាននោះឡើយក្លែងមកមើលបបនេះវិញសារ៉ានឹងក៏បានព្យាយាមធ្វើការវះចេញជាមួយនឹងគ្រាប់កាំភ្លើងពីក្នុងខ្លួនរបស់គាត់ហើយក្រោយពីបានចំណាយនៅពេលវេលាជាយូរនៅទីបំផុតនេះនឹងក៏បានធ្វើការវះចេញបានសម្រេចហើយបន្ទាប់ពីបបបានភ្ជាប់ដឹងខ្លួនសារ៉ានឹងក៏បានប្រាប់អំពីដំណឹងដ៏គួរឲ្យសោកសៅមួយទៅកាន់គាត់ផងដែរក៏ព្រោះតែក្នុងកំឡុងពេលនេះសច្ចារបស់គាត់គឺត្រូវបាននរណាម្នាក់ធ្វើការបាញ់សម្លាប់វាបាត់ទៅហើយចំណែកនិកនេះវិញគាត់នឹងក៏បានធ្វើដំណើរទៅកាន់ទីតាំងនៅកន្លែងដាក់កាំភ្លើងរបស់ក្រុមអ៊ីសាដែលជាកន្លែងដែលពួកគេនឹងគឺបានរៀបចំទម្លាក់កំហុសទៅកាន់បបនោះឯងហើយគាត់ក៏បានវាស់វែងនឹងធ្វើការស្រាវជ្រាវបន្ថែមទៅលើទិន្នន័យមួយចំនួនដែលគាត់ទទួលបានអំពីទីតាំងជាក់ស្ដែងជារឿងដ៏គួរឲ្យកត់ជួននៅក្នុងកំឡុងពេលនោះនេះគេនឹងក៏បានទៅឃើញអំពីវីដេអូមួយដែលបានបង្ហាញអំពីភ្នាក់ងារនៃកងកម្លាំងទាហានបានធ្វើការសាកល្បងអំពីកាំភ្លើង snap របស់ពួកគេដែលពួកគេនឹងក៏បានប្រើប្រាស់ជាមួយនឹងប្រព័ន្ធបញ្ជាតាមរយៈខ្សែឧបករណ៍ tele បញ្ជារបស់ពួកគេនោះឯងហើយជាមួយនឹង option មួយនោះវានឹងគឺពិតជាដូចឧបករណ៍ដែលបបនឹងគឺបានរៀបចំឲ្យក្រុមរបស់អ៊ីសាដូចនោះដែរហើយនិកនៅពេលដែលបានឃើញបែបនេះគាត់នឹងក៏បានបង្ហាញជាមួយនឹងការសង្ស័យថាខ្មាន់កាំភ្លើងដែលបានធ្វើការបាញ់ប្រហារទៅកាន់ប្រធាននាយកប្តីថ្ងៃនោះគឺច្បាស់ជាប្រើប្រាស់ជាមួយនឹង option មួយនេះចាក់ជាមិនខាននោះឡើយហើយបើកលេបមើលអ៊ីសានេះវិញគាត់នឹងក៏បានបង្ហាញជាមួយនឹងការខឹងសម្បាជាខ្លាំងបន្ទាប់ពីពួកគេនឹងគឺបានចំណាយអស់ពេលវេលាជាយូរប៉ុន្តែពួកគេនឹងគឺនៅតែមិនអាចស្វែងរកឃើញអំពីវត្តមានរបស់បបដដែលហើយនៅពេលនោះគាត់នឹងក៏បានចេញបញ្ជាម្ដងទៀតទៅកាន់កូនចៅរបស់គាត់ដើម្បីឲ្យបញ្ញាធ្វើយ៉ាងណាត្រូវទៅតាមស្វែងរកវត្តមានរបស់បបឲ្យឃើញចំណែកបបនេះវិញក្រៅពីមានភាពប្រសើរឡើងអំពីរបួសរបស់គាត់ហើយនោះគាត់ក៏បានបញ្ញារៀបចំខ្លួនដើម្បីធ្វើដំណើរចេញអំពីទីតាំងមនុស្សជាបន្តហើយស្របពេលជាមួយគ្នានោះផងដែរសារ៉ានឹងក៏បានយកកាំភ្លើងតែជារបស់ដននីមិត្តសម្លាញ់របស់គាត់នោះមកឲ្យបបផងដែរដោយនាងគឺជឿជាក់ថាកាំភ្លើងមួយនេះនឹងអាចជួយទៅកាន់បបដើម្បីឲ្យគាត់នឹងគឺសម្រេចនៅភារកិច្ចរបស់គាត់នោះឯងហើយនាងក៏បានសួរទៅកាន់បបអំពីគោលដៅបន្តដែលគាត់នឹងគឺមានបំណងធ្វើដំណើរទៅហើយនៅពេលនោះបបនឹងក៏បានប្រាប់ទៅកាន់សារ៉ាថាគាត់នឹងគឺមានផែនការមួយប៉ុន្តែវាចាំបាច់ត្រូវការជំនួយពីសំណាក់សារ៉ាផងដែរហើយចំណែកសារ៉ានេះក៏បានបង្ហាញជាមួយនឹងការពេញចិត្តជួយទៅកាន់បបដូចគ្នាផែនការរបស់បបគឺឲ្យសារ៉ានាំយកជាមួយនឹងលេខឡានរបស់និកដែលគាត់នឹងគឺបានថតនៅផ្ទះរបស់គាត់នោះដើម្បីយកវាទៅប្រគល់ឲ្យនិកនិងបានបញ្ជាក់ទៅកាន់នាងថាត្រូវតែប្រយ័ត្នដើម្បីកុំឲ្យក្រុមប៉ូលីសធ្វើការចាប់ទៅកាន់ពួកគេបានហើយសារ៉ាក្រោយពីបានធ្វើការងារមនុស្សបានទៅជោគជ័យហើយនោះនាងក៏បានបញ្ញាធ្វើដំណើរទៅកាន់ឡានរបស់នាងវិញផងដែរស្របពេលជាមួយគ្នានោះផងដែរវត្តមានរបស់បបគឺត្រូវបានប៉ូលីស2នាក់គឺបានចាប់អារម្មណ៍និងមានការសង្ស័យចំពោះរូបគេដូចគ្នាហើយដោយសារតែគ្មានជំរឿបបនឹងក៏បានសម្រេចចាត់វាយប្រហារទៅកាន់ប៉ូលីសទាំង2នាក់នោះរួចហើយក៏បានធ្វើការរត់គេចចេញអំពីទីតាំងមនុស្សបាត់ទៅចំណែកនិកវិញក្រោយពីបានទទួលលេខឡានពីសំណាក់សារ៉ាដែលបានផ្ដល់ឲ្យដល់បបហើយនោះគេក៏បានបញ្ញាយកវាទៅឆែកមើលដើម្បីស្វែងរកអំពីម្ចាស់ឡានពិតប្រាកដប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយវានឹងក៏គ្មានប្រយោជន៍នោះដែរក៏ព្រោះតែទិន្នន័យគ្រប់យ៉ាងគឺត្រូវបានគេចាក់សោបាត់ទៅហើយកលេបមកមើលក្រុមរបស់អ៊ីសានេះវិញកូនចៅរបស់គេម្នាក់ដែលមានឈ្មោះតាឡវីក៏បានធ្វើដំណើរមកប្រាប់គេអំពីទិន្នន័យដែលគេប្រមូលបានពាក់ព័ន្ធជាមួយនឹងវត្តមានរបស់បបដោយគេគឺមានការសង្ស័យថាបបប្រហែលជាអាចលួចធ្វើការឲ្យ FBI ជាសម្ងាត់មិនខាននោះឡើយក៏ព្រោះតែទីតាំងនៃក្រុមប៉ូលីសនឹងក៏បានប្រទះឃើញអំពីវត្តមានរបស់បបវានឹងគឺស្ថិតនៅគៀកជាមួយនឹងហាងកាហ្វេដែលនេះនឹងក៏បានបង្ហាញជាមួយនឹងវត្តមាននោះឯងហើយបន្ទាប់ពីនោះសាច់រឿងនឹងក៏បានកាត់មកដល់ថ្ងៃបន្ទាប់ខណៈពេលដែលនេះកំពុងតែដើរនិយាយទូរស័ព្ទនៅតាមផ្លូវនោះក៏ស្រាប់តែលេចវត្តមាននៃមនុស្សមួយក្រុមបានបាក់ឡានចូលមកនិងបានវាយប្រហារចាប់ខ្លួនទៅកាន់គាត់បាត់ទៅពួកគេនឹងក៏បានចាប់ខ្លួននិកធ្វើដំណើរទៅកាន់ទីតាំងមួយកន្លែងនិងបានរៀបចំឧបករណ៍ដើម្បីចាប់ប្រកាន់ថានិកគឺមានបំណងចង់ធ្វើអត្តឃាតសម្លាប់ខ្លួនប៉ុន្តែនៅពេលនោះជាសំណាងល្អខ្មាន់កំភ្លើងលាក់មុខម្នាក់ក៏បានបង្ហាញវត្តមានចេញមករួចហើយក៏បានធ្វើការបាញ់សម្លាប់ទៅកាន់ពួកគេឲ្យស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ហើយខ្មាន់កំភ្លើងអាចកំបាំងម្នាក់នោះគឺគ្មាននរណាក្រៅតែពីវត្តមានរបស់បបនោះទេហើយបន្ទាប់ពីបានចាត់ការទៅកាន់មនុស្សទាំងអស់នោះហើយបបនឹងក៏បានធ្វើការជួយសង្គ្រោះទៅកាន់និកប៉ុន្តែនៅពេលនោះគាត់នឹងគឺបែរជាត្រូវបាននិកធ្វើការនិយាយស្ដីបន្ទោសមកកាន់គាត់ទៅវិញក៏ព្រោះតែរឿងរ៉ាវគ្រប់យ៉ាងដែលបានកាត់ឡើងមុននេះនឹងក៏បានដឹងថាវាគឺសិតសឹងតែជាការរៀបចំរបស់បបតែប៉ុណ្ណោះតែរឿងទាំងអស់ដែលបានកាត់ឡើងចាប់តាំងពីសារ៉ាបានយកលេខកូនឡានរបស់អ៊ីសាទៅឲ្យនិកការបង្ហាញខ្លួនរបស់បបនៅគេហាងកាហ្វេដើម្បីឲ្យក្រុមប៉ូលីសក៏បានឃើញវាគឺសិតសឹងតែជាការរៀបចំរបស់បបទាំងអស់ហើយទាំងអស់នេះក៏ជាហេតុផលដែលបបក៏បានស្វែងរកឃើញអំពីទីតាំងដែលកូនចៅរបស់អ៊ីសាគឺបានចាប់ខ្លួនរបស់និកនោះឯងហើយបបក៏មានបំណងចង់ទុកកូនចៅរបស់អ៊ីសាម្នាក់ដើម្បីសួរចម្លើយទៅកាន់ពួកគេប៉ុន្តែជាចង្រៃអីក៏នឹងក៏បានចូលដៃបាញ់សម្លាប់ទៅកាន់ពួកគេអស់បាត់ទៅហើយនេះគេនឹងក៏បាននិយាយទៅទូទៅកាន់បបដើម្បីឲ្យគេនឹងគឺស្វែងរកមេធាវីបកែម្នាក់ដើម្បីឲ្យជួយការពារក្តីទៅកាន់រូបគេនោះឯងប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយបបនឹងក៏បានបដិសេធជាមួយនឹងបំណងរបស់និកហើយគាត់នឹងគឺបានលើកឡើងថារឿងរ៉ាវគ្រប់យ៉ាងគាត់នឹងគឺនឹងបញ្ចប់វាដោយខ្លួនឯងហើយមិនតែប៉ុណ្ណោះគាត់នឹងក៏បាននិយាយដល់កំហឹងទៅកាន់បបផងដែរថាដាច់ខាតគាត់
គឺមិនຕົកឲ្យសំណាញ់ច្បាប់គឺជាអ្នកចាត់ការទៅកាន់ជនអាក្រក់នោះទេក៏ព្រោះតែមិនយូរនោះទេពួកគេនេះគឺអាចនឹងមានសេរីភាពចាក់ចេញអំពីការឃុំឃាំងចាក់ជាមិនខាននោះឡើយហើយនៅចុងក្រោយបបនឹងក៏បានសួរទៅកាន់ Nick ថាឥឡូវនឹងគឺសម្រាប់ចិត្តធ្វើការជាមួយនឹងគាត់ឬអត់ហើយចំណែក Nick ដោយសារតែចង់ដឹងថានរណាដែលជាមេខ្លោងនៅពីខាងក្រោយនៃរឿងរ៉ាវមួយនេះគាត់ក៏បានយល់ព្រមសហការការងារជាមួយនឹងបបតែម្ដងក៏เลยមកមើលវត្តមានរបស់អ៊ីសានេះវិញបរិមម្នាក់ដែលបានជិះនៅលើរទេះរុញមានឈ្មោះថា Michael ក៏បានធ្វើដំណើរមកជួបគាត់និងបានប្រាប់ទៅកាន់គាត់អំពីព័ត៌មានដែលកូនចៅរបស់ពួកគេ3នាក់គឺត្រូវបានខ្វាញ់កំភ្លើងធ្វើការបាញ់សម្លាប់នោះឯងហើយដោយសារតែស្លាកស្នាមនិងគ្រាប់កំភ្លើងដែលពួកគេនឹងគឺបានរកឃើញនៅក្នុងកន្លែងកើតហេតុគាត់ក៏ហ៊ានសន្និដ្ឋានផងដែរថាខ្មាន់កំភ្លើងម្នាក់នេះគឺច្បាស់ជាមិនមែនមនុស្សធម្មតានោះឡើយហើយក្នុងពេលដែលពួកគេកំពុងតែធ្វើការជជែកគ្នានោះវត្តមានរបស់ Louis នឹងក៏បានធ្វើដំណើរជុំមកដល់និងបានប្រាប់ទៅកាន់អ៊ីសាថាពួកគេនេះគឺបានរកឃើញអំពីទិន្នន័យនៃវីសាការរបស់ Bob ហើយគឺបន្ទាប់ពី Bob បានប្រើប្រាស់វាដើម្បីទិញបាច់ផ្កាមួយបាច់ផ្ញើទៅឲ្យ Sarah នៅក្នុងថ្ងៃនៃពិធីបុណ្យសពរបស់ Donnie នោះឯងហើយដោយសារតែបែបនេះហើយពួកគេនឹងក៏បានកំណត់ដឹងអំពីអស័យដ្ឋានរបស់ Sarah និងបានធ្វើការសន្និដ្ឋានថារយៈពេលប្រមាណថ្ងៃមកនេះ Bob គឺប្រហែលជាធ្វើការកិច្ចខ្លួនទៅកាន់ទីតាំងនៅកន្លែងមនុស្សមិនខានហើយនារីម្នាក់ដែលមានឈ្មោះថា Sarah នេះក៏ប្រហែលជាមានការជាប់ពាក់ព័ន្ធជាមួយនឹង Bob ដូចគ្នានៅពេលដែលបានលើបែបនេះហើយអ៊ីសានឹងក៏បានបញ្ញាចេញបញ្ជាទៅកាន់កូនចៅរបស់ខ្លួនដើម្បីឲ្យពួកគេធ្វើដំណើរទៅកាន់ផ្ទះរបស់ Sarah ជាបន្តចំណែក Bob ក្រោយពីបានទទួលនូវការយល់ព្រមសហការពីសំណាក់ Nick នោះពួកគេក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់លោកអ៊ំចាស់ម្នាក់ក្នុងគោលបំណងស្នើសុំទៅកាន់គាត់ដើម្បីផ្ដល់ជំនួយមកកាន់ពួកគេនោះឯងក៏ព្រោះតែលោកអ៊ំនឹងគឺជាមនុស្សដែលមានសមត្ថភាពដ៏ខ្ពស់ពាក់ព័ន្ធជាមួយនឹងកំភ្លើងជាខ្លាំងហើយ Bob នឹងក៏បានសួរទៅកាន់លោកអ៊ំថាបើសិនជាគាត់ចង់បាញ់កំភ្លើងមួយទៅចំជាមួយនឹងកំភ្លើងមួយដើមទៀតថាតើគាត់នឹងគឺគួរតែប្រើប្រាស់នៅវិធីសាស្ត្របែបណាហើយលោកអ៊ំនៅមុនពេលដែលឆ្លើយតបគាត់នឹងក៏បានប្រើឲ្យ Nick ធ្វើការយកជាមួយនឹងសភៅមួយក្បាលមកឲ្យគាត់រួចហើយគាត់នឹងក៏បានចាប់ដៃរបស់ Nick មើលថាតើគេនឹងគឺជាអ្នកបាញ់កំភ្លើងឬអត់ហើយបន្ទាប់ពីនោះគាត់នឹងក៏បានធ្វើការបកស្រាយតាមរយៈការបញ្ជាក់នៅលើសភៅមួយនោះអំពីសំណួរដែល Bob នឹងក៏បានសួរទៅកាន់គាត់លោកអ៊ំក៏បាននិយាយផងដែរថាបើតាមអ្វីដែល Bob លើកឡើងវានឹងគឺពិតជាអាចទៅរួចប៉ុន្តែមកទល់សប្តាហ៍ថ្ងៃនេះគឺគ្មាននរណាម្នាក់ដែលអាចមានសមត្ថភាពធ្វើវាបាននោះឡើយហើយ Bob ក៏បានសួរសំណួរទី2ទៅកាន់លោកអ៊ំផងដែរថាមកទល់សប្តាហ៍ថ្ងៃនេះមាននរណាម្នាក់ដែលអាចមានសមត្ថភាពក្នុងការបាញ់រយៈចម្ងាយ 2200 យ៉ាងដែរឬអត់ហើយបន្ទាប់ពីបានលើបែបនេះលោកអ៊ំនឹងក៏បាននិយាយទៅកាន់ Bob ថាមកទល់ពេលនេះគឺមានបរិមម្នាក់ដែលមានឈ្មោះថា Bobby Swicker ដែលគេនឹងគឺអាចធ្វើវាបានហើយ Bob វិញគ្រាន់តែពីបានលើលោកអ៊ំនិយាយអំពីឈ្មោះរបស់គាត់បែបនេះហើយគាត់នឹងក៏បានបង្ហាញជាមួយនឹងការរំភើបផងដែរហើយលោកអ៊ំក៏បានបន្តផងដែរថាមានវត្តមាននៃបរិមម្នាក់ទៀតដែលមានសមត្ថភាពមិនចាញ់ជាមួយនឹង Bob នោះឡើយប៉ុន្តែគាត់ក៏មានអត្តចរិតកាយសាហាវនិងខុសខើបំផុតផងដែរហើយគ្រាន់តែពីបានលើលោកអ៊ំនិយាយបែបនេះហើយ Bob នឹងក៏បានទៅនឹកឃើញអំពីវត្តមាននៃបរិមម្នាក់ដែលមានឈ្មោះថា Michael ដែលគេក៏មានការសង្ស័យថាបរិមដែលលោកអ៊ំចង់សម្ដៅទៅនោះគឺជាវត្តមានរបស់ Michael នេះឯងហើយនៅពេលនោះផងដែរលោកអ៊ំនឹងក៏បានចាប់ទីនដែររបស់ Bob មើលនៅបាននិយាយប្រាប់ទៅកាន់គេថាគេនេះគឺច្បាស់ជាខ្មាន់កំភ្លើងផងដែរហើយនៅមុនពេលដែលចាក់ចេញអំពីទីតាំងមនុស្ស Bob នឹងក៏បានឆ្លៀតសួរទៅកាន់លោកអ៊ំអំពីទីតាំងនៃអសយដ្ឋានលាក់ខ្លួនរបស់បរិមម្នាក់នោះហើយនេះគាត់នឹងក៏បានធ្វើការតាក់ទងទៅកាន់អាឡាដែរដើម្បីឲ្យនាងជួយស្វែងរកអំពីទីតាំងនៃបរិមម្នាក់នោះក៏เลยមកមើលវត្តមានរបស់សារ៉ាណែវិញក្នុងកំឡុងពេលនេះជាដូចជាកូនចៅរបស់អ៊ីសាក៏បានស្វែងរកឃើញអំពីទីតាំងនៃផ្ទះរបស់គេបានសម្រេចតែនៅក្នុងកំឡុងពេលនោះសារ៉ាដែលបានដឹងខ្លួនក៏បានព្យាយាមដើម្បីបាញ់ប្រហារតៗជាមួយនឹងពួកគេនិងអាចមានការដើម្បីបាញ់សម្លាប់ទៅកាន់កូនចៅរបស់ជេកផងដែរប៉ុន្តែបើទោះបីជាបែបនេះក៏ដោយនៅទីបំផុតនេះនឹងគឺនៅតែត្រូវបានជេកធ្វើការចាប់ខ្លួនទៅកាន់នាងបានដដែលក៏เลยមកមើលក្រុមរបស់ Nick ជាមួយនឹង Bob នេះវិញក្រោយពីបានទទួលនូវការបញ្ជាក់ផ្ដល់ឲ្យពីសំណាក់អាឡាដីអំពីទីតាំងនៃកន្លែងលាក់ខ្លួនរបស់ Michael ហើយនោះពួកគេក៏បានបញ្ញាធ្វើដំណើរទៅកាន់ទីតាំងនៃកន្លែងមនុស្សតែម្ដងតើទីតាំងមនុស្សស្ថិតនៅក្នុងផ្ទះកណ្ដាលព្រៃមួយកន្លែងនៅក្នុងរដ្ឋ Virginia ហើយពួកគេក៏បានឈៀងចូលទៅទិញនូវឧបករណ៍មួយចំនួនដើម្បីមកច្នៃទុកធ្វើជាក្របបែកខណៈពេលដែល Bob ក៏បានបង្រៀនទៅកាន់ Nick ឲ្យគេនេះគឺចេះបាញ់កំភ្លើង Stepper ផងដែរហើយបន្ទាប់ពីនោះអ្នកទាំងពីរនឹងក៏បានចាប់ផ្ដើមរៀបចំនូវប្រតិបត្តិការរបស់ខ្លួនដើម្បីធ្វើការលួចចូលទៅកាន់ទីតាំងនៃកន្លែងលាក់ខ្លួនរបស់ Michael ហើយ Bob នឹងគឺបានឲ្យ Nick ជាអ្នកបាញ់ការពារគាត់នៅពីខាងក្រោយខណៈពេលដែលគាត់គឺបានសម្រុកចូលទៅក្នុងទីតាំងនៃផ្ទះរបស់ Michael និងបានធ្វើការបាញ់សម្លាប់ទៅកាន់កូនចៅរបស់ Michael ផងដែរហើយមិនតែប៉ុណ្ណោះក្នុងកំឡុងពេលនៃការលួចចូលទៅក្នុងទីតាំងនៃផ្ទះរបស់ Michael Bob ក៏បានឆ្លៀតបង្កប់ជាមួយនឹងគ្រាប់បែកមួយចំនួននៅជុំវិញនៅទីតាំងផ្ទះរបស់គេដូចគ្នាហើយបន្ទាប់ពីបានធ្វើដំណើរចូលទៅដល់ផ្ទះរបស់ Michael ហើយនោះ Bob នឹងក៏បានដកកំភ្លើងភ្ជុំគំរាមទៅកាន់គាត់និងបានសួរទៅកាន់គាត់អំពីឈ្មោះពិតរបស់អ៊ីសាក៏ដូចជាប្រវត្តិនៃការងាររបស់គេផងដែរហើយ Michael បើទោះបីជាគាត់នឹងគឺបានឃើញអំពីវត្តមានរបស់ Bob ក៏ដោយប៉ុន្តែគាត់ក៏មិនបានបង្ហាញជាមួយនឹងការភ្ជាប់ឲ្យនោះដែរហើយគាត់នឹងក៏បានបញ្ជាក់ផងដែរថាគាត់នឹងគឺមិនបានដឹងច្បាស់អំពីប្រវត្តិនៃការងាររបស់អ៊ីសានោះទេប៉ុន្តែគាត់គឺគ្រាន់តែបានដឹងអំពីបេសកកម្មដែល Bob បានចូលរួមកាលពីពេល3ឆ្នាំមុនដើម្បីធ្វើការបាញ់ការពារទៅកាន់ទាហានមួយក្រុមក្នុងការបំពេញនូវភារកិច្ចស្ថិតនៅក្នុងប្រទេសនៃតំបន់អាហ្វ្រិកតែតាមពិតទៅវត្តមាននៃទាហានមួយក្រុមដែល Bob នឹងគឺបានការពារកាលពីពេល3ឆ្នាំមុននោះពួកគេគឺបានទទួលបញ្ជាពីសំណាក់រដ្ឋាភិបាលនៃសហរដ្ឋអាមេរិកដើម្បីធ្វើដំណើរទៅកាន់ទីតាំងនៃភូមិមួយកន្លែងដើម្បីដេញប្រជាជនទាំងអស់ដែលស្នាក់នៅក្នុងភូមិមួយនោះឲ្យចេញជាបន្ទាន់
ន់ក៏ព្រោះតែខាងរដ្ឋាភិបាលគឺបានស្វែងរកឃើញថាទីតាំងភូមិនេះគឺមានរ៉ែព្រៃនិងធនធានឧស្ម័នធម្មជាតិជាច្រើនផងដែរដែលជារឿងដែលគួរហួសចិត្តនៅក្នុងខណៈពេលនោះក្រុមទាហានគឺមិនបានធ្វើការដេញប្រជាជនទាំងអស់នៅតាមសំណួរនោះទេប៉ុន្តែពួកគេនេះគឺបែរជាបានបាញ់សម្លាប់រង្គាទៅកាន់ប្រជាជនទាំងអស់ដែលស្ថិតនៅក្នុងភូមិនោះទៅវិញតែភូមិនៃ Michael បាននិយាយទៅនោះគឺជាភូមិកំណើតរបស់អ៊ីសានោះឯងហើយ Michael នេះក៏បានឆ្លៀតនិយាយបញ្ជាក់ផងដែរថាក្រុមទាហានទាំងនោះគឺជាក្រុមទាហានតែមួយដែលបបនេះគឺបានធ្វើការបាញ់ការពារពួកគេកាលពីពេល3ឆ្នាំមុននោះឯងហើយមិនតែប៉ុណ្ណោះគាត់នឹងក៏បានឆ្លៀតនិយាយបញ្ជាក់ទៅកាន់បបដូចគ្នាថាមូលហេតុដែលថ្នាក់លើគឺបានធ្វើការទុកគេចោលក៏ព្រោះតែពួកគេនេះគឺចង់មកបិទមាត់ទៅកាន់បបតែប៉ុណ្ណោះនៅក្នុងកំឡុងពេលដែលបបកំពុងស្ដាប់ Michael និយាយរៀបរាប់អំពីប្រវត្តិនៃរឿងរ៉ាវគ្រប់យ៉ាងនោះវត្តមាននៃទាហានមួយក្រុមក៏បានធ្វើដំណើរលួចចូលមកកាន់ទីតាំងនៃកន្លែងមួយនេះដូចគ្នាហើយចំណែកបបវិញគេនឹងក៏បានព្យាយាមសួរនាំទៅកាន់ Michael អំពីមនុស្សដែលនៅពីខាងក្រោយនៃរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងថាតើគេគឺជានរណាពិតប្រាកដហើយនៅពេលនោះផងដែរ Michael នឹងក៏បានឆ្លើយប្រាប់ទៅកាន់បបថាគេគឺជាសមាជិកព្រឹទ្ធសភាដ៏មានអំណាចម្នាក់ដែលមានឈ្មោះថា Charles ហើយគាត់ក៏បានឆ្លៀតនិយាយពាក្យចុងក្រោយប្រាប់ទៅកាន់បបផងដែរថាក្នុងកំឡុងពេលនេះអ៊ីសានឹងក៏បានបញ្ជូនមនុស្សទៅកាន់ផ្ទះរបស់សារ៉ាបាត់ទៅហើយដែលបន្ទាប់ពីបាននិយាយចប់គាត់នឹងក៏បានដកកំភ្លើងធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងស្លាប់បាត់បង់ជីវិតបាត់ទៅចំណែកនេះដែលបានឃ្លាំមើលអំពីសកម្មភាពដែលនៅខាងក្រៅនេះវិញគេក៏បានឃើញអំពីវត្តមាននៃទាហានមួយក្រុមដែលបានព្យាយាមសម្រុកចូលទៅក្នុងផ្ទះរបស់ Michael ដូចគ្នាហើយនៅពេលនោះគេនឹងក៏បានបញ្ញាតាក់ទងប្រាប់ទៅកាន់បបដើម្បីឲ្យបានដឹងអំពីរឿងរ៉ាវទាំងអស់នេះប៉ុន្តែវានេះគឺហាក់បីដូចជាយឺតពេលទៅហើយក៏ព្រោះតែទាហានទាំងអស់នោះគឺបានសម្រុកចូលមកដល់ខាងក្នុងនៃផ្ទះរបស់ Michael ដូចគ្នាបបនៅពេលដែលបានឃើញបែបនេះហើយគេនឹងក៏បានធ្វើការបាញ់ប្រហារតទល់ជាមួយនឹងទាហានទាំងអស់នោះនិងបានធ្វើការចុចបំផ្ទុះគ្រាប់បែកដែលគេបានបង្កប់នៅជុំវិញផ្ទះរបស់ Michael ដើម្បីធ្វើការសម្លាប់ទៅកាន់ទាហានទាំងអស់នោះហើយគាត់ក៏បានព្យាយាមបាញ់សម្រុកដើម្បីចាក់ចេញអំពីទីតាំងមនុស្សមកខាងក្រៅវិញដូចគ្នាដោយសារតែមានជំនួយអំពី Nick ផងនោះនាទីបំផុតបបនឹងក៏បានធ្វើការបាញ់ដើម្បីរំដោះខ្លួនរបស់គាត់ចាក់ចេញមកខាងក្រៅបានសម្រេចដែលស្របពេលជាមួយគ្នានោះឧត្តមកិច្ចរបស់កងកម្លាំងទាហាននឹងក៏បានធ្វើដំណើរចូលមកដល់និងបានព្យាយាមបាញ់ប្រហារតទល់ជាមួយនឹងបបក៏ដូចជា Nick ផងដែរហើយនៅពេលដែលឃើញឧត្តមកិច្ចបែបនេះហើយវានឹងក៏បានបណ្ដាលឲ្យបបគឺបាននឹកឃើញអំពីរឿងរ៉ាវដែលបានកើតឡើងនៅកាលពេលរយៈពេល3ឆ្នាំមុនដែលវានឹងក៏បានបណ្ដាលដល់នីមិត្តសម្លាញ់របស់គាត់គឺបានស្លាប់បាត់បង់ជីវិតនោះឯងហើយនៅពេលនោះគាត់នឹងក៏បានប្រាប់ទៅកាន់ Nick ដើម្បីរត់ទៅមកខាងក្នុងការបញ្ឆោតទៅកាន់ឧត្តមកិច្ចទាំងនោះដើម្បីឲ្យពួកគេនឹងធ្វើការដេញតាមវាយប្រហារទៅកាន់ Nick ខណៈពេលដែលគាត់ក៏បានដកកំភ្លើងរបស់គាត់ធ្វើការស្នេបបាច់កំទេចទៅកាន់ទីតាំងធំព្រៃមួយកន្លែងដែលនៅគៀកជាមួយឧត្តមកិច្ចមនុស្សរួចហើយក៏បានធ្វើការបាញ់បំផ្ទុះវាកំទេចឧត្តមកិច្ចមនុស្សបានសម្រេចដោយជោគជ័យផងដែរប្រហែលការមួយនេះបានកើតឡើងហើយនោះភ្នាក់ងារនៃកងកម្លាំង ABI ក៏បានធ្វើដំណើរចូលមកដល់និងបានធ្វើការស្រាវជ្រាវរកឃើញអំពីស្នាមកញ្ចៅដៃដែលបានបន្សល់ទុកនៅក្នុងទីតាំងនៃកន្លែងមនុស្សហើយពួកគេក៏បានដឹងថាវត្តមានរបស់បបជាមួយនឹង Nick ក៏មាននៅទីតាំងមួយនេះផងដែរក្នុងកំឡុងពេលជាមួយគ្នានោះ Nick ក៏បានធ្វើការតាក់ទងទូរស័ព្ទទៅកាន់មេរបស់គាត់ដែលមានឈ្មោះថា Howard និងបានប្រាប់ទៅកាន់គេថាក្នុងកំឡុងពេលនេះបបនេះគឺមានវត្តមាននៅជាមួយនឹងខ្លួននោះទេហើយនៅពេលដែល Howard នេះគឺបានបញ្ជាឲ្យ Nick ធ្វើការនាំខ្លួនរបស់បបមកប្រកល់ឲ្យភ្នាក់ងារ ABI របស់ពួកគេប៉ុន្តែក៏ត្រូវបាន Nick ធ្វើការបដិសេធក៏បានបណ្ដាលគេនឹងគឺពិតជាមានការខឹងសម្បាជាមួយនឹង Nick ជាខ្លាំងហើយគេក៏បានបញ្ជាទៅកាន់កូនចៅរបស់គេឲ្យបញ្ញាស្វែងរកអំពីវត្តមានរបស់ Nick ជាមួយនឹងបបភ្លាមនោះតែម្ដងចំណែកអេសានៅវិញគេនឹងក៏បានធ្វើការតាក់ទងទៅកាន់បបដើម្បីធ្វើការចរចាក្នុងការដោះដូរខ្លួនរបស់បបជាមួយនឹងសុវត្ថិភាពរបស់សារ៉ាហើយបើសិនណាជាបបមិនធ្វើការប្រកល់ខ្លួនឲ្យពួកគេចាប់នោះទេពួកគេនឹងធ្វើការបាញ់សម្លាប់ទៅកាន់សារ៉ាជំនួសវិញនោះឯងហើយបបនៅពេលនោះគេនឹងក៏បានចាក់នៅខ្សែអត្ថសម្លេងអំពីការសារភាពរបស់ Michael ដើម្បីយកទៅគម្រាមទៅកាន់អេសាវិញដូចគ្នាហើយដើម្បីជាការដោះដូរអេសាជាមួយនឹង Michael ក៏បានធ្វើការកំណត់ទីតាំងមួយកន្លែងដើម្បីណាត់ជួបគ្នានៅក្នុងការដោះដូរសុវត្ថិភាពរបស់សារ៉ាជាមួយនឹងវត្ថុតាំងនៅខ្សែអត្ថសម្លេងរបស់ពួកគេហើយបបនឹងក៏បានបញ្ជាក់ទៅកាន់អ៊ីសាផងដែរថានៅក្នុងការដោះដូរមនុស្សរូគេក៏ចង់ឲ្យវត្តមានរបស់ឆាលធ្វើដំណើរមកជាមួយនឹងអ៊ីសាផងដែរតទៅពីបានចរចាគ្នាអស់ហើយនោះពួកគេនឹងក៏បានធ្វើដំណើរទៅកាន់ទីតាំងនៅកន្លែងណាត់ជួបបន្ទាប់ពីនោះយើងនឹងក៏បានឃើញអំពីវត្តមានរបស់អ៊ីសាជាមួយនឹងឆាលក៏បានធ្វើដំណើរមកដល់ទីតាំងនៅតំបន់ភ្នំតកបមួយកន្លែងដើម្បីធ្វើការរងចាំណាត់ជួបជាមួយនឹងវត្តមានរបស់បបហើយបន្ទាប់ពីបានរងចាំមួយសន្ទុះក៏ស្រាប់តែឃើញអំពីវត្តមានរបស់បរិមម្នាក់គឺបានធ្វើដំណើរដើរចូលមកជាមួយនឹងសម្លៀកបំពាក់និងកាន់កំភ្លើងហើយក៏ដូចជាបបផងដែរកូនចៅរបស់អ៊ីសានៅពេលដែលបានឃើញបែបនេះពួកគេនឹងក៏បានដកកំភ្លើងបាញ់មកគ្រាប់ទៅចាំវត្តមានរបស់បបនៅក្នុងគោលបំណងដើម្បីចង់សម្លាប់បបជាការបំបត្តិមាត់ប៉ុន្តែពួកគេនេះក៏មិនបានដឹងនោះឡើយថាតាមពិតទៅបរិមម្នាក់នេះគឺមិនមែនជាបបពិតប្រាកដនោះទេប៉ុន្តែគេនេះគឺជាវត្តមានរបស់ Nick ដែលបានបន្លំខ្លួនតែប៉ុណ្ណោះបបដែលបានលាក់ខ្លួននៅក្នុងទីតាំងមនុស្សក៏បានធ្វើការស្នេបបាញ់ទៅចំកូនចៅរបស់អ៊ីសាដែលពួកគេនេះក៏បានធ្វើការលាក់ខ្លួនវាយប្រហារទៅកាន់ Nick នៅមុននេះហើយបន្ទាប់ពីនោះគេនឹងក៏បានធ្វើការបាញ់សម្លាប់ទៅកាន់ Sniper ជាបន្តបន្ទាប់ដែលសិតសឹងតែជាកូនចៅដែលអ៊ីសាបានបង្កប់រងចាំវាយប្រហារនៅជុំវិញទីតាំងនៅកន្លែងមុននេះចំណែក Nick នៅវិញបើទោះបី
ปัจจุบันซีมากรอบเกนึงก็มันมีปัญหาดูได้ก็เพราะแต่เกนึงคือบานไปอากาศไปกรอบแต่บรรดาโกนจาระบอิซ่าคือมันอาจทวการบันประหารสำหรับตะการเกบานโนไลหายเกกับบรรดาโจมกในบ้านในยีปรับตะการอิซ่าทำไมก็มากอดบรรทอสการมาเพียวไว้เซนเตียดกับโปรแต่บอบนั่นคืออาจทวการสำหรับตะการโปเกในครองกำลังไปนากับบานพองได้หรือแบบนี้บารอมเนี่ยได้มีผลตัดเช็คเกในกับบานสไลด์กลมเรียบตะการบอบถ้าพัฒนาเจเกนั่นคือเห็นทวการบันประหารตะการกอดก่อนหนึ่งทวการบันสำหรับตะการซาร่าดำไปจิกาสองสักวันเดียวกันขณะไปจุ่มมือเครนูเยอะนั่นกับบานเคยบอบกำปงดัสเร่จุ่มมือสกอบกำเพลิงระบบกอดย้ายก่อนนั่นกับบานพลายปีกรอบดำไปบันกำติได้ระบบเจแต่มาดองนายกรม FBI ในเว้นโปเกในกบาลตัดตัวอัมพีสมบัติบันยามอกปีสำนักเนกได้ก่อนในกบาลปลาลอยโปเกอัมพีตีตังในกลายนัดโจระบบโปเกจุ่มหนึ่งกรมระบบอิซักผ่านต่อปีบาลตัดตัวสมบัติมโนให้แผนก FBI กบาลพญาเพื่อดำเนินการติดตามมโนก็เลยมาเมื่อบอกไปในเว้นเกในกบาลบางไฮครูนจะปูมกวัตถุระบบแชลโดยให้กบาลได้โจมกต่อไปทำการในเจจอจ้าจุ่มหนึ่งโปเกได้ในเป็นโนซาราจุ่มหนึ่งกำพังได้เจนั่นคือทลอบาลเพื่อบัตรการกอดเกกบาลจับตีนกำเพลิงระบบเช็คบันสำหรับกอดอัสลับบัตรจุดบัตเตอร์ได้ในเป็นโนอาเปมูดามินชโมตาชาเกนั่นกบาลชียิมในบรรจตะการบอบดังใบก่อนนั่นคือโยนโปรมจ่อโจ้ดังใบทั่วการเงยจุ่มหนึ่งเกวิงปัตตาบัตรตัวใบจะยังนาก็ได้ในจอมกร้อยเกนั่นก็ในแต่บานตัดตัวในการปฏิเสธพิสำนักบอบได้ขนมขณะไปจุ่มใบเครนูพองได้อดทำกิจระบบเนี่ยเงย FBI กับบานทัวร์ดำนาจุ่มบัลขณะไปดิชาจุ่มหนึ่งอิสระโปเกนั่นกับบานปัญญาจะยอมปิดติดตามมนุษย์จุ่มหนึ่งอดทำกิจตัวครัวระบบโปเกได้บอบเวงเกนั่นคือมันบานจีเยี่ยมจะยอมปิดติดตามมนุษย์เลยโดยเกนั่นคือบานสำหรับจัดประกอบครัวอภิเนเงย FBI จับครัวแต่มาดองใกล้บานจับครัวโปเกนั่นกับบานบรรจุบอบตะการตีตังในกระทรวงยุติธรรมระบบโปเกดำใบอนุญาตไอ้บอบทวการเบาะสลายจุ่มหนึ่งเรื่องราวการล้างตังอ้อตามการสลายซ่อมระบบก่อนน้องเองหายการจำนวนคดีมือนี้ก็มีการเจอร่วมปิดสำนักใน FBI จุ่มหนึ่งฮาวเวิร์ดผ่องได้นับไปนูบอบในกบาลทวการบรรลอมจับได้จุ่มหนึ่งในกบาลโยลโปรมจุ่มการคล้นการปิดเปกันล้อมอกปะตายตามปัตเตอร์นับไปนูนี้ในกบาลบรรลอมประดากรอบกำเพลิงมือกรอบตะการบอบนูเต้บรอมเนี่ยได้มีจุดตาเทเซอร์ได้จีดดีเรคเตอร์ระบบ FBI กบาลทวการประดาเอาระยะไปดับรำในตีจมปุ๊บป๊อบนำไปก่อนทวการปัญโยลหนึ่งเบาะสลายอัมพีเพียบสะอาดสาวระบบกอดหายบอบนับไปดำบองก่อนในกบาลทวการในเยจมปุ๊บมกปุเกถ่ายกำเพลิงมาดามนี่คือเจระบอกกรรมเสร็จก่อนปัดแมนบรรต่อไปเนื้อก่อนนักบาลทวการบรรโจกรอบกำเพลิงหนึ่งบานเลิกเวียบจุ่งตะการรอเซอร์ได้เวียนักบาลบรรดามนุษย์ในแต่งอ้อแต่เนื้อตีนูคือบ้านบางให้จุ่มมันกับจับอาชีคลั่งแต่บรรต่อไปเนื้อก่อนนักบาลวางไว้กันนองกำเพลิงตะการวัตเมรบออิซ่าหนึ่งแทงตะการเกยกายกำเพลิงมีบำน้องจองบันตะการเกยถ่ายโดยพ้องปะตายประตูใบจียางนากันได้กรอบกำเพลิงมนุษย์เวียนั่นคือมันบันจริงกรอบนุเต้กับโปรแต่กรอบยาในบางการล้างนี่คือสั่งแต่จีการเรียบจอมระบบบ๊อบจุ่มหนึ่งนิกแต่ปนนอให้บ๊อบก่อนนักบาลจับประดามปนโจลตะการโปเกแต่ถ้าตามประตูกรอบกำเพลิงระบบกวาดตั้งอ้อคือสั่งแต่ตระบันจะซ่านมันไปแต่กวาดจะยังปีเต้แต่ในตรองจุ่มในวันนี้บ๊อบนั่นคือจอมันจะตะการโปเกถ้าเมมนุษย์นั่นคือบันลุยกำเพลิงปีแต่ระบบกวาดปะตายโปเกนั่นคือมันบันดังนูไล่ถักกรอบกำเพลิงระบบกวาดตั้งอ้อคือตระบันกวาดจะสาวบัตรให้ประตูใบจีเมนการในยีปนโยบันเจี๊ยปิดสำนักบ๊อบจังนาก็ได้ปะตายโปเกนั่นคือเนื้อแต่มันอาดิจิดับบันตกตำแหลกกำห่อตะการอิสระบานโนได้แต่สำหรับเปชิโมเครนุ่งนี้นั่นก็บานบางห้าจุนังลูกทอดเนี่ยพุ่มในจีจนรงกลัวในขนมการสำหรับลงเกลือการปิดเปใบชนะมนแต่โปเกตั้งอ้อนี่ก็เติมบานกองกำลังอเมริกทวการบันสำหรับในกราวบันเจี๊ยระบบอิสระในเองให้มาดองนี้ประตูใบจีเมนพอต่างฉบับลอดทวการเจ้าประการตะการอิสระก็ได้ปะตายรักษาแต่เหตุการณ์มนุษย์เกิดบานการล้างในกลายตึกใดในสหรัฐอเมริกโดยใช้ให้ฉบับในสหรัฐอเมริกคือมันอัดทวการตะโตตะการอิสระบานโนเต้อันนี้ก็มีในไทยอิสระคือมันเติมบานโตจุมันกำห่อได้เกบานประพฤตินูไลน้ำมันไปได้จะยังปิดติดตามมโนอิสานกบาลเฉลี่ยได้ดื้อดองตะการบอกพ้องได้ถ้าประตูใบจีเกนั่นก็คัดคอมเปล่งปลายอย่างนาก็ได้ในจงกรอยเกนั่นก็ได้แต่ใจตะการกอดได้แต่ปีตังออนนี้กับบามันได้บ๊อบคือปัจจิมินการขังสัมบ้าจุมันอิสานชิคลั่งกลายเป็นเรื่องราวกรบยานตระบามันจอบให้โนบ๊อบกระเทยบานเกดอเล่มันต่อปีโปเกคือมันอาจเปิดการจอบประกันมาการกอดบานสบายหายน้ำมันไปได้จะเจนโรเซอร์นั่นก็ว่าประดอนเปียประมาณมาตะการบ๊อบแล้วเกนั่นก็บานในใจท่าในเลือโลกมันนี่ไปกลายยุติท่อวีนั่นคือมันแมนเมียนกรบเป็นโนเต้อะไรมาเมื่อวัตเมียระบาอิสานจุมันชาและในเว้นโปเกนั่นก็บานจูบจมคะแนนในใจซ่ายังซับบ้ายในขนมตีตังในแต่มือกันไล่มันต่อปีบ๊อบคือมันอาจจะประกาศจอบประกันหนึ่งดับมันตกในกำฮอกรบย่ามาการโปเกบันสำรักประดานในขนมกำลังไปโนกระซับแต่สะสอบในกลจาระบาโปเกมันแน่กับบันทะเลอัมพีดัมโบแต่หมอกแต่บานบรรดาโปเกนั่นก็ปัจจุบันการสลังการชิคลั่งขณะไปในอิสากับปงชียิ้มกระเจยังปีติตามมโนกรอบกำเพลิงมวยกับบานหอมอกตำรวจเรียนการระบาเกประดายกอายุจุบัตระบาเกบัตเตอร์จำนายชาจุบันลวีโปเกนั่นกับบานชียิ้มจะเจยังปีติตามมนุษย์โดยเคลียร์ให้บ๊อบเกนั่นกับบานบันมตุลาระบาชาละไม่กับเอาเกจะเจยังปีติตามมนุษย์บันสำรักโดยใช้เกนั่นกับบานบันสำหรับการละวีประตูใบจีกอดคือบานชียิ้มองวกมาการเกก็ได้แต่บรรทอปีบันจัดการการละวีไฮโน่เนี่ยจงกล้าคือจีบอตเมรบาชานี่เองกระบานจัดการการโปเกเอาไฮโน่บ๊อบนั่นกับบานชียิ้มเรียบจอมตีตังในการรายการหายมันนี้ดับใบเมอร์เตอร์หาไปโดยเฉพาะเกนั่นทำการบันสำหรับการคดีตัวเป็นตะมอกอนุมนไปได้จะเจนก่อนนั่นกับบานเรียบจอมมัมตู้กุมติดตามมนุษย์ดับใบบำบัดพอต่างโดยเคลียร์
ជាចុងក្រោយខ្សែរឿងមួយនេះគឺបានបញ្ចប់ទៅត្រឹមនេះឯងហើយបើសិនណាជាពេញចិត្តសូមកុំភ្លេចជួយធ្វើការចុច like និង subscribe មកកាន់ channel របស់ខ្ញុំអ្នកមួយផងហើយយើងនឹងត្រឡប់មកជួបគ្នាជាមួយនឹងការសម្រាយនៅខ្សែភាពយន្តថ្មីជាបន្តទៀតផងដែរ